មនុស្សស្លាប់200នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រយៈពេល6ថ្ងៃអំឡុងពិធីបុណ្យចូលឆ្នាំថ្មីក្នុងប្រទេសថៃគ្រោះថ្នាក់ចរាចរណ៍បានឆក់យកអាយុជីវិតមនុស្ស200នាក់ក្នុងរយៈពេល6ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីក្នុងប្រទេសថៃដោយរាប់ចាប់ពីថ្ងៃទី11ដល់ថ្ងៃទី16ខែមេសាហើយរាជធានីបាងកកជាទីកន្លែងដែលបានកត់ត្រាថាមានអ្នកស្លាប់ច្រើនជាងគេបំផុតអនុលេខាអចិន្ត្រៃយ៍នៃក្រសួងមហាផ្ទៃថៃលោកខាឆនស្រីឆាវុននូថៃនៅថ្ងៃប្រហ័សទី17ខែមេសានេះបានរៀបរាប់ថាក្នុងរយៈពេល6ថ្ងៃកន្លងមកនេះគ្រោះថ្នាក់ចរាចរណ៍បានកើតមានឡើងចំនួន1377ករណីដែលបណ្ដាលឲ្យមានមនុស្សរងរបួសចំនួន1362នាក់តួលេខនេះមានការថយចុះគួរឲ្យកត់សម្គាល់ធៀបនឹងរយៈពេល6ថ្ងៃដូចគ្នាកាលពីឆ្នាំមុនដែលគ្រោះថ្នាក់ចរាចរណ៍មានចំនួនប្រមាណជា1811ករណីនិងបង្ករបួសដល់មនុស្សចំនួន1837នាក់និងមនុស្សស្លាប់ចំនួន243នាក់លោកបានបញ្ជាក់ថាម៉ូតូកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេរហូតដល់ 83.32% ឯណោះលោកបានស្នើឲ្យប្រជាពលរដ្ឋពាក់មួកសុវត្ថិភាពគ្រប់ពេលដែលជិះម៉ូតូនៅលើដងផ្លូវហើយសូមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតមានដោយសារតែអ្នកបើកបរល្មើសល្បឿនកំណត់នៅក្នុងតារាងបញ្ជាក់ពីកត្តាចូលរួមបង្កមូលហេតុគ្រោះថ្នាក់ចរាចរណ៍រួមមានការបើកបរល្មើសល្បឿនចំនួន 39.35%ផ្លាស់ប្ដូរគន្លងចរាចរណ៍ភ្លាមៗចំនួន 19.35% និងផ្សេងទៀតមានចំនួន 41.30%ខណៈគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេកើតឡើងនៅខេត្តផាត់ថាឡុងអ្នករបួសច្រើនជាងគេស្ថិតនៅខេត្តឡាំប៉ាងស្របពេលអ្នកស្លាប់ច្រើនជាងគេកើតមានឡើងនៅក្នុងរាជធានីបាងកក